សួស្តីបងប្អូនអរគ្នាបាទជាពិសេសបាទ fan ដែល troll Cambodia ទាំងអស់គ្នាបាទព្រមទាំងខ្ញុំផងដែរបាទអញ្ចឹងបាទបងប្អូនប្រកាសជាតន្ទឹងរង់ចាំនៅរឿងបាទម្ចាស់ស្នេហ៍ប្រែបេះដូងភាគ5មិនមែនអត់សំបីតែខ្ញុំក៏រង់ចាំដូចគ្នាដែរបងប្អូនអរគ្នាបាទអញ្ចឹងហើយបាទភាគ5របស់យើងគឺអាចនឹងចេញនៅថ្ងៃហ្នឹងបងប្អូនបាទចេញនៅថ្ងៃហ្នឹងណាហើយខ្ញុំអត់ប្រកាសទេបាទអត់ប្រកាសថាម៉ោងប្រហែលទេបាទដឹងថាថ្ងៃហ្នឹងដឹងតែចេញទេបងប្អូនបាទដោយសារតែម្សិលមិញគាត់អត់ចេញទេអញ្ចឹងហើយម្លងមួយថ្ងៃគឺគាត់ដឹងតែចេញមកភាគហើយអញ្ចឹងបាទគឺវគ្គមុនគាត់ធ្វើស៊ីដាច់ចង្កេះខ្លាំងមែនតើបាទខ្ញុំថាចេញម៉ោង7 8មានអីបងប្អូនចេញម៉ោងមកដល់10យប់មានអីបាត់ដេកលក់បាត់ហើយបងប្អូនហើយបាទបងប្អូនណាខ្លះបែរដែលចាំមើលដាច់យប់បាទជួយខមមិនម្នាក់មួយមើលបាទហើយខ្ញុំអឺចាំដល់តែម៉ោង10ហើយខ្ញុំក៏ដេកលក់បាត់ទៅបងប្អូនហើយបាទអញ្ចឹងបាទសង្ឃឹមថាភាគ5នេះនឹងចេញនៅម៉ោង7 8ចុះបងប្អូនបាទនេះក៏ខ្ញុំសន្មត់ខ្លួនឯងណាបងប្អូនបាទតាមជាក់ស្ដែងគឺមិនដឹងចេញម៉ោងប៉ុន្មានទេបាទចាំមើលថាថ្ងៃហ្នឹងសិនបងប្អូនចាំមើលថាចេញនៅម៉ោងប៉ុន្មានបងប្អូនចាំមើលទាំងអស់គ្នាបាទតែដឹងតែចេញថ្ងៃហ្នឹងហើយច្បាស់ថាចេញថ្ងៃហ្នឹងហ្មងដោយសារតែ2ថ្ងៃគាត់ចេញមកភាគអញ្ចឹងណាបងប្អូនអញ្ចឹងហើយបាទចាំតាមដានទស្សនាទាំងអស់គ្នាហើយបងប្អូនបាទកុំភ្លេចជួយ Subscribe Channel ខ្ញុំបានម្នាក់មួយផងបាទខ្ញុំពឹងបងប្អូនអញ្ចឹងណាបាទកុំភ្លេចជួយ Subscribe នៅ Channel ខ្ញុំបានម្នាក់មួយផងហើយសង្ឃឹមថាបងប្អូនអរគ្នាបាទនឹងឆ្លាញ់ចូលចិត្តបាទវីដេអូខ្ញុំបាទហើយបើសិនជាមានខុសឆ្គងអីបងប្អូនអាច comment បាទប្រាប់បានកុំជាពិសេសកុំជេរបងប្អូនបាទគឺពាក្យជេរបើជេរតាមខ្ញុំបានតែកុំជេរដល់ម៉ែឪអញ្ចឹងណាបាទគឺខ្ញុំផុសវីដេអូខ្លះមានអ្នកខ្លះគាត់ជេរអញ្ចឹងខ្ញុំក៏អត់សប្បាយចិត្តដែរហើយខ្ញុំក៏ខ្ជិលតបតខ្ញុំលុប comment នឹងចោលទៅបាទអូខ្ញុំធ្លាប់ឃើញគេផុសវីដេអូប្រាប់ថាបើសិនជាគេ comment ស្ថាបនាអូខេយើងទទួលយកប៉ុន្តែបើសិនជាគេ comment ជេរប្រមាថមើលងាយអីគឺយើងលុប comment ទៅគឺចប់រឿងហើយអញ្ចឹងខ្ញុំអត់ចង់ប៉ះពាល់ដល់អ្នកហ្នឹងទេបាទអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នាបាទនឹងគ្រប់ឆ្លាញ់ខ្ញុំទៅវិញទៅមកដូចគ្នាហើយកុំភ្លេចជួយ Subscribe Channel ខ្ញុំបានម្នាក់មួយផងបាទអរគុណបងប្អូនអរគ្នាបាយបាយ